รถยนต์ Ford Ranger Raptor បាទយើងតម្លើងគុជដាក់នៅក្នុងបណ្ណាបន្ថែមបាទមួយខាង3គ្រាប់បាទអញ្ចឹងសងខាងគឺ3គូអូបងប្អូនភ្លើងនេះគឺភ្លឺដិតខ្លាំងបាទនៅចំចំណុចកណ្ដាលបន្ទាប់ពីឡាននេះគឺមានគុជ7កាំងហើយបាទគុជ7កាំង3អ៊ីងជាមួយនឹងគុជស៊ីនជាគៀងខាងលើណាបងប្អូនបាទប៉ុន្តែបាទដល់ពេលយើងថែមប្រឡោះគុជបណ្ណានេះថែមគឺភ្លឺអែមជាពិសេសគឺដាក់នៅប្រឡោះនេះគឺស្អាតមែនតើបងប្អូនបាទនិយាយទៅគឺប្រឡោះរថយន្តនេះគឺល្មមសម្រាប់យើងដាក់គុជ3គ្រាប់ហ្នឹងហ្មងអញ្ចឹងយើងមកមើលពលឺទាំងអស់គ្នាណាបងប្អូនពលឺនេះគឺពលឺដិតច្បាស់ខ្លាំងនិយាយទៅគុជប្រភេទបាណានេះគឺផ្ដោតសំខាន់បណ្ដុំកដាលនៅចំកដាលហ្នឹងភ្លឺខ្លាំងបើទោះបីជាតតឹងពលឺគឺអត់ធំបាទប៉ុន្តែនៅចំកដាលហ្នឹងគឺភ្លឺខ្លាំងមែនទែនដោយសារឡាននេះគឺមានគុជជាគៀង3អ៊ីងហើយបាទហើយនឹងគុជ7កាំង3អ៊ីងថែមទៀតអញ្ចឹងគឺវាអាចសាចទៅគៀនហ្នឹងហើយចំណុចកដាលនេះទុកឲ្យបាទគុជផ្នែក3ហ្នឹងធ្វើការបាទហើយនិយាយទៅឡាននេះក៏មានបាទបតុងដែលយើងអាចបញ្ជានៅខាងលើនេះបានផងដែរបងប្អូនអុកអានេះគឺសេនបាទប៉ុន្តែម្ចាស់ឡានគឺគាត់អត់ចង់ភ្ជាប់បតុងច្រើនពេកបាទគាត់ចង់បានភ្លើង7កាំងជាមួយនឹងភ្លើងបាណាហ្នឹងមួយគ្នាហ្មងអញ្ចឹងបាទយើងធ្វើទៅតាមតម្រូវការរបស់ម្ចាស់ឡានណាគុជហ្នឹងក៏មានទាំងកូដទាំងហ្វាផងដែរបងប្អូនបាទហ្វាឡើងគឺភ្លឺខ្លាំងមែនទែនតែនេះយើងត្រៀមចាប់ស្លាកលេខទៅវិញបងប្អូនហើយអត់បាំងភ្លើងទេបាទបន្ទាប់ពីយើងចាប់ស្លាកហ្នឹងហើយក៏អត់បាំងភ្លើងដែរយើងមានឡានជាច្រើនផ្សេងទៀតបងប្អូនក៏កំពុងតែដោះស្រាយបញ្ហាភ្លើងបាទគុជជាគៀងដូចគ្នាចឹងបងប្អូនត្រូវការអីវ៉ាន់ល្អត្រូវការជំនាញច្បាស់លាស់អញ្ជើញមកឲ្យខាយើងដោះស្រាយបញ្ហាភ្លើងជាគៀងគុជ